ភាពខុសគ្នារវាងចកាដែលបានត្រាំដើមពូជមុនដើមបងប្អូននេះបាទខាងនេះគឺយើងបានតេស្តមហាត់គឺបានត្រាំនេះបងប្អូនហើយខាងនោះគឺយើងបានត្រាំបងប្អូនមកមើលបំណោះការដុះស្លឹកគឺខុសគ្នាបងប្អូនហើយទៅតនឹងប្រព័ន្ធឬគឺកាន់តែខុសគ្នាទៀតចាំខ្ញុំដាក់វីដេអូបងប្អូនទស្សនាចកាខាងនេះណាបងប្អូនខ្ញុំកាយឬឲ្យមើលទេនេះគឺជាវីដេអូដែលយើងកាយមើលឬបងប្អូនគឺឬអត់សូវមានទេហើយស្លឹកចេញដុះដូចគ្នាប៉ុន្តែឬអត់សូវមានណែគឺជាមូលហេតុដែលធ្វើឲ្យទិន្នផលមើមដលងបងប្អូនបានតិចហើយចំណែកឯខាងនេះវិញគឺយើងបានកាយដូចគ្នាគឺដលងនេះគឺមានអាយុបាន16 17ថ្ងៃហើយគឺការចេញឬគឺចេញបានច្រើននេះគឺជាវីដេអូបងប្អូនគឺឬចេញបានច្រើនហើយឬលូតបានវែងល្អហើយទៅទៅនឹងស្លឹកដលងក៏មានកម្លាំងមានធម៌ពលដែរបងប្អូនបាទហើយនេះគឺជាដើមឈើដែលយើងបានថតមកវគ្គមុនណាបងប្អូនគឺចកានឹងឯងអត់មានទៅថតចកាណាផ្សេងទេបាទចកានៅខាងខេត្តព្រះវិហារអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែរៀបចំដាំដុះតំណែងដលងកុំមើលរំលងជាមួយនឹងការត្រាំដើមបងប្អូនគឺជួយបានច្រើនណាស់នេះគឺជាវីដេអូដែលខ្ញុំប្រៀបធៀបបងប្អូនទស្សនាមុននឹងបងប្អូនសម្រាប់ចិត្តថាដាំដោយមិនត្រាំដើមពូជឬក៏ដាំដោយត្រាំដើមពូជបាទអញ្ចឹងបងប្អូនដែលមានជាសំណួរចម្ងល់អាច comment សួរនាំនៅក្នុងវីដេអូនេះបានខ្ញុំនឹងឆ្លើយតបជូនបាទអរគុណច្រើនបងប្អូន